ចម្លងដោយ TurboScribe ត្បូងដែលមានគុណភាពខ្ពស់មានតម្លៃព្រះយ៉ុងលី3000លានព្រះចៅអធិរាជឈីងសម្លៀកបំពាក់របស់ Hua Jilong មួយឈុតមានតម្លៃ5អធិរាជកម្ពុជា10,000លានបៃតងមួយរូបចម្លាក់សត្វស្លាប1000ក្បាលមានតម្លៃ8ដាវដែករាជវង្សសុងរាប់ពាន់លាននិងសៀវភៅណែនាំយោធាបរិមាណមួយដែលមានតម្លៃ10,000លានគឺជាការលំបាកនាងពិតជាអ្នកប្រាជ្ញមកពីរាជធានីមែនកញ្ញាស៊ូណាមិនអាចទៅរួចទេហេតុអ្វីបានជាប្អូនស្រីរបស់ខ្ញុំចូលចិត្តរឿងនេះតើថ្លៃបណ្ណាការរួមបញ្ចូលអ្វីខ្លះ80នៃភាគហ៊ុនរបស់ក្រុមហ៊ុន Jiangsu Group តើតម្លៃនៃប្រាក់300,000លាននេះមានតម្លៃប៉ុន្មានក្រឡេកមើលភាគហ៊ុន80នៅក្នុងក្រុមហ៊ុន She Group ការមកគ្រួសារស៊ូគឺដើម្បីយកទាំងអស់អាជីវកម្មគ្រួសារត្រូវបានប្រគល់ឲ្យលោកលូមីងថ្លៃបណ្ណាការត្រឹមតែ1,500,000លានប៉ុណ្ណោះអ្នកស្រីសិនដែលហ៊ានហៅខ្លួនឯងថាជាបុរសវីរជនគ្រួសារលេខធ្លោរបស់យើងនៅរាជធានីកំពុងរៀបការឲ្យកូនស្រីរបស់ពួកគេថ្លៃបណ្ណាការមិនដែលទាបឡើយការលើសពី100,000លានគឺមិនត្រឹមត្រូវទេតើមនុស្សអាក្រក់ឥតប្រយោជន៍ម្នាក់នេះអាចជាប់ពាក់ព័ន្ធនឹងស៊ូជាបានយ៉ាងដូចម្តេចចូលយើងនិយាយអំពីទំនាក់ទំនងនានាស៊ូនារីវ័យក្មេងរូបនេះធ្វើដំណើរជុំវិញពិភពលោកហេតុអ្វីបានជាអ្នកដែលកំពុងស្វែងរកទីតាំងសម្ងាត់មកកន្លែងតូចមួយនេះតើវាអាចនៅលើទ្វារតូចបានទេអ្នកនិយាយត្រូវដោយសម្ងាត់ហើយខ្ញុំក៏ដូចគ្នាដែរដោយសម្ងាត់បងធំខ្ញុំដឹងថាខ្ញុំខុសសូមមេត្តាសូមអភ័យទោសឲ្យខ្ញុំផងយល់ព្រមខ្ញុំដឹងថាខ្ញុំខុសហើយឥឡូវនេះវាយឺតពេកហើយទេខ្ញុំទើបតែពេលនេះខ្ញុំទើបតែស្ដាប់ខ្លួនឯងខ្ញុំបាននិយាយថាសម្រាមមួយដុំនេះគ្មានប្រយោជន៍តតែសោះវាមិនមែនដោយសម្ងាត់ដោយសារតែការពិតនោះទេគាត់កំពុងធ្វើដំណើរទៅកាន់រដ្ឋធានីដោយសម្ងាត់អ្នកដែលលាក់បាំងមិនខ្វល់ពីរឿងនេះទេកសិករដែលមានក្លិនស្អុយមិនបាននិយាយអ្វីនៅលើផ្លូវទេមនុស្សពេញវ័យនៅក្នុងទីងឹតគឺនៅខាងលើព័ត៌មានពីទីក្រុងប៉េកាំងត្រូវបានគេស្គាល់គ្រប់គ្នាហើយគាត់ជាមនុស្សក្លែងក្លាយរឿងមិនល្អឥតប្រយោជន៍នេះធ្លាប់បានធ្វើនៅក្នុងសន្និសីទសារព័ត៌មានពីមុនមកកិច្ចប្រជុំបានពិភាក្សាអំពីការក្លែងបន្លំនរណាម្នាក់ដោយសម្ងាត់ស៊ូស៊ីនស៊ីខ្ញុំនឹងឲ្យអ្នកអ្វីត្រូវបានបង្ក្រាបនិងមិននឹកស្មានដល់អ្នកមិនត្រឹមតែស្លេកស្លាំងទេថែមទាំងកាន់តែអាក្រក់ទៅទៀតផងគាត់បានធ្វើឲ្យវាកាន់តែខ្លាំងឡើងនៅថ្ងៃនេះនៅចំពោះមុខមនុស្សជាច្រើនរបស់អ្នកមានអំណាចនិងអ្នកមានទ្រព្យស្តុកស្តម្ភនៅតែបន្តលេចចេញជារូបភាពវាគ្រាន់តែជាការក្លែងបន្លំប៉ុណ្ណោះទិដ្ឋភាពសម្ងាត់តែម្នាក់ឯងគឺគ្រប់គ្រាន់សម្រាប់អ្នកហើយលូមីងបានស្លាប់និងកើតជាថ្មី100ដងលូមីងថ្ងៃនេះអ្នកនឹងជួបបញ្ហាធំហើយអ្នកនាងស៊ូប៉ាវខ្ញុំដឹងថាអ្នកក៏ដូច្នោះដែរជនរងគ្រោះនៃការបោកប្រាស់នេះមិនមែនជាមិនអីទេខ្ញុំពិតជានឹងប្រឡងជាប់ជូនចំពោះឪពុករបស់ខ្ញុំលោកស៊ូរ៉ាការនិយាយការពិតនិងការពីអ្នកយ៉ាងពិតប្រាកដគ្រួសារស៊ូមានសុវត្ថិភាពនិងសុខសប្បាយមែនហើយស៊ូអ្នកនាងការយល់ច្រឡំរបស់យើងនៅថ្ងៃនេះគឺទាំងអស់ស្ថានភាពបច្ចុប្បន្នកើតឡើងដោយសារតែកាកសំណល់នេះឥឡូវនេះការពិតបានលេចចេញមកហើយយើងសិនលូក្រុមហ៊ុនទាំងពីរនៅតែមានឆន្ទៈក្នុងការសហការជាមួយអ្នកកិច្ចសហប្រតិបត្តិការរវាងគ្រួសារស៊ូនៅទីក្រុងប៉េកាំងនិងអ្នកដទៃទៀតវាជាកំហុសរបស់អ្នកហើយសម្រាមឲ្យគ្មានផ្លូវណាដែលអាចគេចផុតពីផ្លូវដែលអ្នកទាំងពីរបានរួមឡើយអ្នកដែលលួចមិនអាចគេចផុតពីការស្ដីបន្ទោសបានទេមនុស្សឲ្យចូលរកយុត្តិធម៌ឲ្យរឿងនេះយករបស់ឥតប្រយោជន៍ទាំងនោះចេញហើយរងចាំតើអ្នកណានឹងធ្លាក់ក្នុងអន្លង់ស្នេហ៍នឹងដាវកោះហើយនៀបអ្នកស្រីស៊ូតើអ្នកចង់មានន័យយ៉ាងណាដោយនិយាយបែបនេះអ្វីដែលខ្ញុំចង់មានន័យគឺសាមញ្ញណាស់លូមីងលោកនិងក្រុមគ្រួសាររបស់លោកបានទៅស្ថានស៊ូក៏ដើម្បីការពារពួកគេរួចហើយ